សុស្ដីប្រិមត្តទាំងអស់គ្នាស្វាគមន៍មកកាន់ភាពបញ្ចប់នៅពេលនេះគ្រួសាររបស់តួស្រីបានចូលមកទាំងអស់គ្នានោះទេគឺចូលមកត្រឹមតែប៉ារបស់តួស្រីតែប៉ុណ្ណោះក៏ប្រាប់ថាកូនស្រីរបស់គាត់រៀងអៀនបន្តិចហើយនាងនៅក្នុងបន្ទប់ក្បែរនេះបន្តមកលោកពូក៏បានសម័យរឿងមុនតែបន្តិចនៅពេលដែលពួកគាត់បំរុងនឹងចូលទៅក្នុងបន្ទប់របស់តួប្រទៅហើយអូយតួស្រីរបស់យើងបានគាត់ប្រាប់ថានាងអាចនៅបន្ទប់ក្បែរនេះបានតែពួកយើងត្រូវតែមើលចិត្តគេបានច្បាស់លាស់សិនកាន់មកកាន់ពេលបច្ចុប្បន្ននេះវិញតួប្របានគេថាត្រូវតែធ្វើឲ្យតកូលសងអស់សង្ឃឹមជាមុនសិនកុំឲ្យរឿងនេះមករំខានបន្តមកតួប្រក៏ប្រាប់ទៅកាន់លោកពូកុំឲ្យខាតពេលនិយាយដល់រឿងចំណុចសំខាន់តែម៉ាំងទៅចំពោះតួប្រវិញគឺចូលចិត្តមនុស្សដែលមានរូបរាងស្អាតចង់សួរទំហំទាំង3របស់កូនស្រីរបស់គាត់បន្តិចហើយលោកពូក៏បានយកគ្រឿងមួយហ្នឹងមកប្រាប់កូនស្រីរបស់គាត់វិញហើយក្មេងតូចបើយើងក៏ប្រាប់ទៅវិញថានាងកំពុងតែរកមនុស្សដែលប្រកែកខាងហ្នឹងដែរនាងក៏ប្រាប់អាម៉ាក់បាននាងសួរគេមើលថាបានឬមួយក៏អត់ហើយអ្នកមីងក៏បញ្ញាប់យកគ្រឿងដែលតួស្រីនិយាយនោះមកប្រាប់ប្តីរបស់គាត់ហើយចំណែកឯលោកពូនៅពេលនេះកំពុងតែវល់ក្បងតាម៉ាងសំណួររបស់ពួកគេទាំងពីរនឹងប្លែកៗណាស់កាលណាជួបលើកនេះត្រូវបរាជ័យហើយមែនទេនៅពេលដែលលោកពូមកជួបតួប្រុសវិញតួប្រុសក៏ប្រាប់ពីចំណងចំណូលចិត្តគេចូលចិត្តមនុស្សស្រីចូលក្លឹបដាច់ជប់មិនត្រឡប់មកផ្ទះវិញហើយចំណែកឯតួស្រីរបស់យើងណាវិញនាងថានាងចូលចិត្តប្រុសក្មេងៗសាច់ដុំ8កង់មនុស្សប្រុសដែលមានសាច់ដុំ8កង់នៅលើខ្លួនរបស់ពួកគេទៅធ្វើឲ្យអារម្មណ៍របស់នាងស្រស់ស្រាយហើយចុះលោកស៊ីវិញនោះមានចំណូលចិត្តអីខ្លះទៅអ្នកមីងក៏កុហកទៅថាគេមានចំណូលចិត្តខាងឆុងតែអូយក្មេងតើបើយើងថាសិល្បៈខាងឆុងតែចរិតដូចជាមនុស្សស្រីខ្លាំងណាស់កាន់មកកាន់លោកពូយើងវិញប្រាប់ទៅកាន់តួប្រុសថាកូនស្រីរបស់គាត់ចូលចិត្តអ្នកបដាលសាច់ដុំពោះមិនដឹងថាប្រមាណកង់នោះទេក៏ភ្លេចបាត់ទៅហើយតួប្រុសថាចំណងចំណូលចិត្តកូនស្រីរបស់លោកពូពិតជាប្លែកមែនហើយតួប្រុសក៏សួរសំណួរចុងក្រោយកូនស្រីរបស់គាត់ក្រោយពីរៀបការរួចមានកម្រងយកកូនប៉ុន្មានដែរចំពោះតួប្រុសវិញគឺស្រឡាញ់ក្មេងណាស់ចង់បានកូន8នាក់ខ្វះមួយក៏មិនបានដែរកាន់មកកាន់តួស្រីនេះវិញនាងគិតថាប្រហែលជាលោកស៊ីមិនចូលចិត្តក្មេងទេមើលតែនាងក៏ប្រាប់ទៅកាន់ម៉ាក់របស់នាងទោះបីជានាងបរាជ័យក្នុងទំនាក់ទំនងស្នេហាយ៉ាងណាក៏ដោយប៉ុន្តែនាងមិនធ្វើឲ្យបាត់បង់ភាពក្លាហានក្នុងការធ្វើជាម្ដាយរបស់គេនោះទេនាងនឹងបង្កើតកូនចំនួន8នាក់តួប្រុសជាមួយនឹងតួស្រីមានចិត្តដូចគ្នាតែម៉ាំងអ្នកមីងសប្បាយចិត្តខ្លាំងមែនទែនពិតជាល្អណាស់លោកស៊ីគេចង់បានកូន8នាក់អូយក្មេងតូចបើយើងបើកភ្នែកឡើងធំស្អីគេគិតថាខ្ញុំគឺជាមេជ្រូកមែនទេហើយអ្នកមីងក៏និយាយទៅកូនល្ងងនេះមនុស្សប្រុសដែលចង់បានកូន8នាក់គឺពិបាករហណាស់ក្នុងពេលដែលគេចង់បានធ្វើឲ្យអ្នកមីងស្លាប់បាត់ភ្នែកចិត្តហើយបន្ទាប់មកអ្នកមីងក៏នឹងនាំកូនស្រីរបស់គាត់ទៅជួបមុខរបស់គេម្ដងនៅពេលនេះតួប្រុសក៏ភ្ញាក់ផ្អើលផងដែរសួរទៅកាន់លោកពូនេះមិនគិតថាច្រើនពេកទេនេះ8នាក់លោកពូប្រាប់ថាមែនហើយម៉ាក់បាននាងកំពុងតែនាំនាងមកទីនេះហើយគេក៏តែនិយាយគ្នាដល់តែល្អជាងតួប្រុសអត់តម្រូវក៏ប្រាប់ទៅកាន់លោកពូវិញថាគេរៀបការរួចហើយរីឯតួស្រីនាងក៏ដូចគ្នាប្រាប់ទៅកាន់ម៉ាក់របស់នាងថានាងរៀបការរួចហើយប៉ុន្តែតួស្រីឲ្យអ្នកមីងបើកវាមើលនោះទេចាំលើក្រោយចាំនាងនាំគេទៅផ្ទះដើម្បីឲ្យជួបអ្នកទាំងពីរឥឡូវនេះនាងទៅមុនហើយអូយក្មេងតូចបីយ៉ាងដាក់មេប្រុចរត់ទៅយ៉ាងលឿនតាម៉ាងហើយតួប្រាប់របស់យើងក៏មិនបានឲ្យលោកពូបើកមើលតាសវលនឹងដែរតួប្រាប់ក៏សុំទោសទៅកាន់លោកពូដែលការចងសម្ព័ន្ធត្រូវលុបចោលចំពោះលោកតាតួគេគឺជាអ្នកបកស្រាយប្រាប់គាត់អ្នកនាងសងល្អទេប្រកាសជារកបានមនុស្សល្អជាងខ្ញុំហើយអូយតួប្រាប់របស់យើងក៏ប្រញាប់ដាក់មេប្រុចផងដែរតួប្រាប់ក៏កិច្ចតួស្រីក៏កិច្ចមានណែជួបគ្នានៅទីនេះតាម៉ាងប្រពន្ធសម្លាញ់ជួបគ្នាចៃដន្យពេលនេះគឺជាវាសនាហើយតួស្រីក៏ប្រាប់ឲ្យតួប្រាប់របស់យើងមកតិចព្រោះថាប៉ាម៉ាក់បាននេះមិនតាន់ទៅណាឆ្ងាយទេរកមកអ្នកណានៅគេនៅទីនេះមែនទេតួប្រាប់ក៏ស្រែកខ្លាំងប្រពន្ធសម្លាញ់នាងគឺជាមនុស្សស្រីដែលខ្ញុំស្រឡាញ់បំផុតអូយតួស្រីរបស់យើងក៏បិទមាត់គាត់ប៉បតាម៉ាងប្រាប់ទៅថានាងគឺមកជួបជាមួយនឹងមិត្តភក្តិរបស់នាងនោះទេកុំនិយាយខ្លាំងពេកចាំនាងនាំទៅញ៉ាំបាយចាស់ហើយតួស្រីក៏បញ្ញាប់នាំប្តីរបស់នាងចេញពីទីនេះទៅយ៉ាងលឿននៅពេលដែលប៉ាម៉ាក់របស់តួស្រីបានចេញមកដែរក៏បានឃើញកូនស្រីជាមួយនឹងតួប្រុសដែលចៃដន្យប៉ុន្តែពួកគាត់បាននិយាយជាមួយនឹងពួកគេនោះទេដោយសារតែពួកគេបញ្ញាប់ចុចចដាយយន្តបិទតាម៉ាងអ្នកមានឃើញបែបនឹងថាតួប្រុសជាមួយនឹងកូនស្រីរបស់គាត់ស័ក្តិសមគ្នាណាស់ប៉ុន្តែគួរស្ដាយដែលកូនស្រីរបស់គាត់គ្មានវាសនាតួប្រុសបាននាំតួស្រីមកញ៉ាំអីនៅក្នុងហាងនេះទៀតហើយតួស្រីក៏សួរទៅក្រែងថាតួប្រុសថាកន្លែងនេះអាជីវកម្មមិនល្អទៅគ្មានភ្ញៀវអូយតួប្រុសក៏កុហកទៅរឿងអាជីវកម្មឡើងចុះគឺជារឿងធម្មតានោះទេនេះញ៉ាំមួយម៉ាត់ទៅតួស្រីថាមិនចាំបាច់នោះទេឥឡូវនេះនាងមើលឃើញតែមើលចុះអ្នកដែលគេមកញ៉ាំអីទៅពីអ្នកគេមិនអង្គុយជាប់គ្នាអញ្ចឹងនោះទេតួប្រុសថាគាត់គឺជាមនុស្សខុសគេចូលចិត្តអង្គុយក្បែរប្រពន្ធលើកមុននាងក៏មើលឃើញដែរមិនក៏ឲ្យគាត់ទៅចោលហើយតួស្រីរបស់យើងក៏ព្រមហាមាត់ញ៉ាំទៅឲ្យញ៉ាំខ្លួនឯងខ្លះទៅកុំធ្វើបែបហ្នឹងពេកម៉ងធ្វើឲ្យអ្នកមើល single មកចាស់ចំណែនគេងាប់ហើយតួស្រីក៏សួរថាមិនបានជាគាត់ដឹងថានាងចូលចិត្តញ៉ាំនៅហាងនេះតួប្រាប់ថាគាត់ធ្លាប់ឃើញនាងបង្ហោះនៅលើបណ្ដាញសង្គមបន្តមកតួស្រីនាងក៏ស្រមៃនាងធ្លាប់មកទីនេះជាមួយនឹងជើងយាប៉ុន្តែពេលនោះដោយសារតែនាងត្រូវតម្រង់ជួរហើយប្រហែលជាកន្លះម៉ោងទៀតទៅដល់លេខរបស់នាងជើងយាបាននៅរងចាំជាមួយនឹងនាងនោះទេក៏ចេញទៅបាត់ទៅហើយតួស្រីក៏បានថតវានិងបានបង្ហោះវាទៅលើបណ្ដាញសង្គមបន្តមកតួស្រីនាងក៏និយាយទៅកាលនោះនាងបានបង្ហោះវាយូរណាស់មកហើយកុំប្រាប់តែគាត់លួចស្រឡាញ់នាងដែរណាតួប្រាប់ក៏ប្រាប់ទៅកាន់តួស្រីបើយើងថាពិតមែនហើយអូយក្មេងតើបើយើងថាទៀតហើយចាប់ផ្ដើមការសម្ដែងទៀតហើយគាត់ពិតជាឧស្សាហ៍ខ្លាំងណាស់ដើរតួជាសង្សាររបស់នាងហើយនៅតាមដានសារបង្ហាប់របស់នាងទៀតអញ្ចឹងរូបភាពអាក្រក់ជាមួយនឹងពាក្យពេចន៍របស់នាងកាលពីមុននោះមិនត្រឹមតែឃើញនោះទេបងវិភាគទៀតផងអូយក្មេងតើក៏ប្រាប់តែថានាងចង់ញ៉ាំឲ្យច្រើនលើក្រោយនាងខ្លាចចាំយូរទៀត
ទូប្រប្រាថាមិនអីនោះទេទីនេះមានកន្លែងសម្រាប់នាងជានិច្ចទូប្រកថាពីប្រុសក៏បានទិញវាសម្រាប់នាងតែម្នាក់គត់ចាប់តាំងពីនាងបានបង្ហោះរោគមកម្លេះនៅថ្ងៃនេះជើងយាបានចំណាយលុយ88,000ជាធ្នូដើម្បីឲ្យបានជួបជាមួយនឹងលោកស៊ីបន្តមកអបិម្នាក់នេះក៏ចូលមករកគេនិងបានប្រាប់ពីដំណឹងរបស់លោកស៊ីកំពុងតែណាត់ជួបជាមួយនឹងមិត្តស្រីរបស់គាត់នៅក្នុងភោជនីយដ្ឋានសាច់ស្តេកហើយគេក៏ណែនាំខ្លួនរបស់គេបើមានការអីឲ្យជើងយាតាក់ទងទៅកាន់គេបានហើយជើងយាក៏បញ្ញាប់ចាក់ចេញទៅយ៉ាងលឿនដើម្បីទៅរកលោកស៊ីប៉ុន្តែនៅពេលដែលគេមកដល់និយាយម្នាក់នេះបានប្រាប់ទៅកាន់គេថាពួកគេចេញទៅបាត់ហើយគេក៏បញ្ញាប់តាក់ទងទៅកាន់កេងរបស់គេប្រាប់ថាលោកស៊ីកំពុងតែញ៉ាំស្ករគ្រាប់អូយប្រុសអ្នកមានកំពុងតែញ៉ាំស្ករគ្រាប់មែនទេបន្តមកជើងយាក៏តាក់ទងទៅកាន់កេងរបស់គេថាកេងរបស់គេនឹងកំពុងតែបោកគេហើយឆាប់សងលុយគេភ្លាមកូនប្រុសអ្នកមានអាណាស៊ីស្ករគ្រាប់តោងកេងម្នាក់នឹងប្រាប់ថាមិនបានកោនោះទេបច្ចុប្បន្នឃើញលោកស៊ីកំពុងតែញ៉ាំស្ករគ្រាប់ជាមួយនឹងមិត្តស្រីពិតមែនអូយមិនតាន់និយាយដល់រឿងគ្នាផងកេងម្នាក់នឹងក៏បាត់ទូរស័ព្ទតាម៉ាងតាមពិតទៅលោកស៊ីដែលគេកំពុងតែរកនឹងគឺជាទូប្ររបស់យើងនឹងឯងទូប្របាននាំទូស្រីមកញ៉ាំកោក្របមកមើលទេសភាពស្អាតនិងប្រតិកម្មទូស្រីក៏ធ្លាប់ជួបជាមួយនឹងក្មេងស្រីម្នាក់កាលពីនៅក្មេងនៅក្បែរទីនេះបងចង់និយាយថាក្មេងស្រីម្នាក់នោះគឺជាគូស្នេហ៍គ្រាដំបងរបស់បងមែនទេពេលបងជឿចាប់ក្មេងស្រីម្នាក់នោះក៏ចូលមកបំភ្លឺក្នុងជីវិតរបស់បងមែនទេបន្តមកទូប្រក៏សម័យនៅឃើញរឿងកាលនោះនៅពេលនោះលោកតាបានប្រាប់ដំណឹងដល់សាខ្សៅមកកាន់គាត់គឺថាប៉ាម៉ាក់របស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្រៅប្រទេសកំពុងតែអង្គុយកាតក៏មានក្មេងស្រីម្នាក់បានចូលមកនិយាយលើកទៅចិត្តគាត់សាច់ច្បងទោះបីជាប្រឡងមិនបានបន្ទូលល្អក៏មិនអីនោះទេពេលក្រោយចំពោះយើងខិតខំប្រឹងប្រែងទៀតទូប្រក៏ប្រាប់ទៅកាន់នាងកុំឲ្យមករំខានគាត់អូយក្មេងស្រីរបស់យើងក៏ចូលទៅអង្គុយក្បែរតាម៉ាងនាងថាបន្ទប់របស់នាងកាលពីមុនក៏មិនតាន់គ្រប់ដើម្បីចូលរៀននៅសាកលវិទ្យាល័យដូចគ្នាប៉ុន្តែនាងបានខិតខំប្រឹងប្រែងរៀនជារៀងរាល់ថ្ងៃហើយឥឡូវនេះបន្ទប់របស់នាងឈានដល់កម្រិតមួយដែលប្រសើរជាងមុនអូយក្មេងតូចរបស់យើងបកែងនិយាយលើកទឹកចិត្តគេរហូតដល់ដេកលក់នៅទីនឹងតាម៉ាងបន្តមកទូប្រងើបបំរុនដៃចេញទៅហើយក៏បន្តទូស្រីរបស់យើងភ្ញាក់ដឹងខ្លួនឡើងវិញទូប្រក៏ប្រាប់ទៅកាន់នាងទៅមិនចាំបាច់មកតាមគាត់នោះទេគាត់មិនគិតខ្លីនោះឡើយអូយក្មេងតូចរបស់យើងមិននិយាយអីនោះទេតែអោបគេពឹបតាម៉ាងដើម្បីផ្ដល់កម្លាំងចិត្តជុតត្រង់កន្លែងនេះទូស្រីឡើងខ្ជូតឡើងគួរឲ្យស្រឡាញ់ទូស្រីក៏ប្រាប់ទៅកាន់ទូប្របើចង់យំក៏យំមកនឹងធ្វើឲ្យគាត់បានធូរស្រាលខ្លះនាងនឹងមិនមើលហើយក៏មិនស្ដាប់សំឡេងរបស់គាត់ដែរហើយទូប្ររបស់យើងក៏បានយំពិតមែនចាប់តាំងពីពេលនឹងមកក៏លងស្រឡាញ់ក្មេងស្រីតាម៉ាងបន្តមកទូប្រគិតថាយប់នោះទូស្រីរបស់យើងខ្លាចគាត់គិតខ្លីក្មេងស្រីដែលនៅកំណត់គាត់ពេញមួយយប់នាងថានៅក្នុងចិត្តរបស់គាត់មិនអាចបំភ្លេចបានគាត់បានលងស្រឡាញ់នាងរហូតដល់ខ្លួនមិនរួចបន្ទាប់ពីគាត់ដោះស្រាយបញ្ហាគ្រួសាររួចគាត់ក៏បានទៅរៀនសាកលវិទ្យាល័យដែលនាងចង់ចូលប៉ុន្តែទូស្រីបានភ្លេចគាត់បាត់ហើយអូយក្មេងតូចរបស់យើងក៏សួរទៅនេះមិនមែននាងនិយាយត្រូវទេហ៎ស៊ីយានពេលដែលបងសម្លឹងមកមើលអូននេះបងកំពុងតែគិតដល់អ្នកណាទៅទូប្រសួរថាទូស្រីរបស់យើងប្រច័ណ្ឌហើយមែនទេនៅក្នុងភ្នែកនិងបេះដូងរបស់គាត់មានតែនាងម្នាក់គត់អូយអ្នកណាជាប្រពន្ធរបស់លោកទៅបន្តមកទូប្រក៏ទៅដើមយកស្ករពីដៃរបស់ទូស្រីក៏ដេញដាំយកវិញអូមើលតែឡើងរស់មិនតិចអូយអ្នកមើល single មកចាស់កំពុងតែញញឹមហើយមែនទេអញញឹមនឹងធ្វើដូចជាខ្លួនឯងមានគូរីគេអញ្ចឹងឡើង single មកចាស់តែមកឲ្យធ្វើឯងអញញឹមកាន់មកកាន់ជើងជានៅវិញតាមរកនៅប្រុសស៊ីមកដល់ទីនេះដែរគេឆ្ងល់ខ្លាំងមែនតើមិនបានជានៅប្រុសស៊ីមករត់លេងនៅទីនេះលោកប្រុសស៊ីធំហើយនៅរត់លេងនៅជាកូនក្មេងទៀតនេះមិនខ្លាចតលេដីប៉ះពាល់រាងកាយទេអីនៅពេលនេះទូប្រុសជាមួយនឹងទូស្រីបានមកស្នាក់នៅសន្តាគារហើយទូប្រុសគ្រាន់តែឃើញប្រពន្ធរបស់ខ្លួនងូតទៅគ្រួយស្លៀកពាក់ឈុតមួយនេះហ្នឹងគាត់បានឈរមើលនាងឡើងផ្លឹកទូប្រុសក៏សួរទៅផ្លាស់ប្ដូរឈុតរួចហើយអូយទូស្រីក៏យកកសែងមួយនេះជូតឲ្យទូប្រុសនឹងនិយាយថារួចហើយមនុស្សពីរនាក់នៅក្នុងបន្ទប់សន្តាគារជាមួយនឹងគ្នាថែមទាំងមានលក្ខណៈពីពីទៀតបើយើងទៅពីរនាក់មានរឿងអីកើតឡើងមិនខុសទេណោះមិនបានជាអូនមិនខ្លាចបងជឿជាក់លើបងខ្លាំងណាស់អូយទូស្រីរបស់យើងថារឿងនេះសួរគាត់វិញទៅត្រៃពីមុនគាត់សម្ដែងធ្វើជាមនុស្សមិនល្អរួចឆ្លៀតឱកាសពីនាងប៉ុន្តែនៅពេលដែលរឿងកើតឡើងមែនទែនគាត់បែរជាព្រួយបារម្ភទៅវិញមែនទេហើយទូប្រក៏សួរទៅតែនាងគិតច្បាស់ហើយមែនទេគាត់មិនឆ្លៀតឱកាសឲ្យមកបំពេញលើនាងនោះទេអូនគិតថាបងពិតជាចង់ណាស់មែនទេអញ្ចឹងអូនត្រូវអរគុណដល់បងដែលបងខំយកចិត្តទុកដាក់ចំពោះអូនអញ្ចឹងបងគួរតែទៅឲ្យឆ្ងាយពីអូនទៅអូយក្មេងតើបើយើងថយពីជំហានសួរទូប្រថាប៉ុណ្ណឹងគ្រប់គ្រាន់ទេអូយទូប្របើយើងចាប់នាងមកក្បែរពើបឺតមាត់នាងប៉ោចតាម៉ាអូយធ្វើអ្នក single មកចាស់ផ្ងាពោះបាសជើងបាត់ហើយចឹងនៅពេលនេះជើងយាបានមកដល់បន្ទប់សន្តាគាររបស់ទូប្រដែរហើយតាមរយៈកេងសម្ងាត់ឲ្យទីតាមមកកាន់គេបន្តមកគេក៏គោះឲ្យអ្នកប្រុសស៊ីគេថាគ្រួសារជើងមានរឿងសំខាន់មួយចង់ប្រាប់គាត់ជើងយាឃើញមានគេឆ្លើយតបហើយគេក៏បានឃើញទ្វារអត់បានចាក់សោហើយគេក៏បានឃើញលោកស៊ីកំពុងតែនេះជាមួយនឹងមនុស្សស្រីអូយគេឡងបាយតំងថាលោកស៊ីគ្រាន់តែស្គាល់ក្របជាមួយនឹងការរត់លេងទឹកធ្លាក់ក៏អាចបញ្ឆោតនារីម្នាក់បានដែរប៉ុន្តែនៅពេលដែលគេមើលយូរទៅដូចជាធ្លាប់ស្គាល់នៅពេលនោះមនុស្សរបស់ទូប្រក៏បានមកទះស្មាគេបាច់ហើយគេក៏ណែនាំទៅថាគេគឺជាជើងជាគេមកទីនេះក៏មានរឿងសំខាន់មួយចង់មកប្រាប់លោកស៊ីពីរឿងអនាគតប្រពន្ធរបស់គាត់ដែលផាត់ក្បត់គ្រាន់តែដឹងថាគេគឺជាជើងជាក៏ប្រាប់មនុស្សឲ្យចាប់គេតែម៉ង
ចងគេចាប់ឲ្យដាក់ទោសគេខ្លាំងៗទៅជាងយីខំព្យាយាមបកស្រាយដែរប៉ុន្តែមនុស្សរបស់ទូប្រមិនព្រមស្ដាប់នោះទេចំណែកទូប្រកំពុងតែមានក្តីសោកទូស្រីស្រាប់តែបញ្ឈប់ភ្លាមនាងដូចជាបានលើសំឡេងនៅខាងក្រៅអូយចង់តាណាសត្វតសៃតាម៉ាងទូប្របានចាប់លើកលីទូស្រីរបស់យើងដាក់នាងទៅលើពូកហើយក៏ប្រាប់ទៅកាន់នាងមិនចាំបាច់ខ្វល់នោះទេរឿងនេះថាគ្នាហូតមើលឲ្យចំណែនតាម៉ាងហើយព្រលឹមឡើងទូស្រីក៏និយាយទៅកាន់ទូប្រមិនមែនទូប្រធ្លាប់ត្រូវឆ្កែខំទេមែនទេបានជាគាត់មិនចង់រាប់អានអ្នកណាតទៅសោះនាងអាចទុកចិត្តគាត់បានទេអូយទូប្រក៏និយាយទៅវិញទៅអញ្ចឹងអូនទៅផ្ទះជាមួយនឹងឆ្កែរបស់អូនទៅទូប្រចង់ឲ្យទូស្រីទៅជួបជាមួយនឹងលោកតារបស់គាត់អូយក្មេងទៅបើយើងស្ដាប់លឿនចឹងបើភ្នែកឡើងធំជួបគ្រួសារលឿនម៉េះទូប្រថាលឿនណាទៅនេះគឺជាលើកទី1របស់គាត់ដែរហើយនាងតាមនឹងយកភាពបរិសុទ្ធរបស់គាត់ទៀតមិនចង់គិតគូរអនាគតរបស់គាត់ទេអីឬមួយក៏នាងមិនពេញចិត្តត្រង់កន្លែងណាមិនឆ្ងល់នោះទេមិនបានជាលោកតារបស់គាត់តែងតែជេរគាត់ថាគាត់នឹងចិញ្ចឹមស្រីកំណាន់គ្រប់គ្នាស៊ីយានមិនបានជាបងនិយាយពាក្យទាំងអស់នេះខ្ញុំគិតថាបងចង់ឲ្យលោកតាបោកស្បែកបងឲ្យមែនទេដូច្នេះលោកតាក៏គិតថាអូនក៏ជាស្រីកំណាន់របស់បងដែរតួប្រាប់ថាបើលោកតាឃើញនាងប្រកាសជាចូលចិត្តអូយតួប្រាប់បំរុងនឹងអោនទៅថើបកូនរបស់គេទៀតហើយប៉ុន្តែជាសំណាងល្អវិញដែលទូរស័ព្ទបានរឡើងមុនខំឲ្យអ្នកមើល single មកចាស់ផ្ងាពោះបាសជើងម្ដងទៀតហើយខាងមន្ទីរពេទ្យទេតួស្រីបើយើងទៅពិនិត្យភ្នែកនៅព្រឹកនេះបន្តមកតួស្រីក៏មកខាងមន្ទីរពេទ្យហើយក៏បាននាំតួប្រាប់មកជាមួយផងដែរហើយទូប្រក៏ប្រាប់ទៅកាន់អ្នកគ្រូពេទ្យទៅថាគាត់ទៅរៀបការជាមួយនឹងតួស្រីហើយគាត់ក៏បានអរគុណទៅកាន់អ្នកគ្រូពេទ្យទាំងអស់គ្នាផងដែរអ្នកគ្រូពេទ្យម្នាក់នេះក៏អបអរសាទរប៉ុន្តែហៅតួប្ររបស់យើងថាលោកជាងអូយតួប្ររបស់យើងក៏ប្រាប់ទៅវិញគាត់បដូរឈ្មោះហើយឈ្មោះរបស់គាត់គឺស៊ីយានតួស្រីក៏ថាឥឡូវនេះក៏បដូរឈ្មោះហើយមិនគួរណាគាត់ចេះគិតឈ្មោះចេញខ្លួនឯងសោះបន្តមកតួប្រក៏បកស្គាល់ពីពិភាក្សាឲ្យទៅកាន់អ្នកគ្រប់គ្នាដែលនៅទីនេះហើយក៏សុំតួស្រីដើម្បីយកវាទៅឲ្យអ្នកខាងក្នុងផងដែរអូយមុននឹងតែគេថើបគ្នាទៀតដល់គួរឲ្យចំណានខ្លាំងមែនទែនហើយអ្នកគ្រូពេទ្យក៏ចូលមកអបអរសាទរទៅកាន់តួស្រីទីបំផុតតួស្រីបានរៀបការបានសម្រេចហើយតួស្រីក៏សួរទៅកាលពីមុនតួប្រគឺជាអ្នកមើលថែនាងមែនទេអ្នកគ្រូពេទ្យប្រាប់ថាពិតប្រាកដហើយតួប្រគឺជាប្តីគំរូនៅក្នុងមន្ទីរពេទ្យនេះមានបារម្ភណាម្នាក់អាចបម្រើប្រពន្ធបានល្អយ៉ាងនេះទៅតួស្រីក៏សម័យនឹកឃើញរឿងដែលតួប្របានមើលថែនាងគឺគាត់បានយកចិត្តទុកដាក់នឹងមើលថែតួស្រីរបស់យើងបានល្អខ្លាំងមែនទែនបន្តមកអ្នកគ្រូពេទ្យក៏បង្ហាញរូបដែលជាក្តីស្រឡាញ់របស់តួប្រឲ្យទៅកាន់តួស្រីមើលតួស្រីក៏ប្រាប់ឲ្យអ្នកគ្រូពេទ្យផ្ញើរូបនឹងមកឲ្យនាងមកនៅពេលនោះជាងយកក៏បានដើរចេញមកសភាពរបស់គេនៅពេលនេះឡើងទ្រុឌទ្រោមព្រះអើយលោកទទួលបានកម្មផលលឿនម្ល៉េះទេវតាពិតជាមានភ្នែកពេលមនុស្សអាក្រក់រមែងទទួលបានផលអាក្រក់បើមិនមែនមកពីនេះនោះទេយើងមិននឹងខ្លាចទៅជាបែបនេះទៅនាងខ្លាចយើងប្រាប់នៅប្រុសស៊ីពីរឿងដែលនាងផាត់ក្បត់គេមែនទេមកទីនេះកំថានាងមកចង់សំវល់យើងគ្មានផ្លូវនោះទេចង់ក្រៅលទ្ធផលក៏ដូចតែគ្នាខ្ញុំនឹងប្រាប់គេឲ្យដឹងទោះស្រីថាកំណត់ដំណើរខ្លួនឯងពេកនាងគ្មានផ្លូវអង្វរគេនោះទេបើគេចង់ប្រាប់ក៏ប្រាប់ទៅចឹងយកក៏និយាយទៅបើទោះបីជាតួស្រីរបស់យើងជាកូនច្បងនៃគ្រួសារសង្ឃកុំគិតថាអាចជិះទូកពីបាននោះព្រោះនាងនៅមានចំណងភ្ជាប់ពាក្យជាមួយនឹងគ្រួសារស៊ីបើសិនជាលោកប្រុសស៊ីដឹងនោះនឹងកំទេចនាងដូចជាសត្វស្មោចអញ្ចឹងនៅពេលនោះស្រាប់តែតួប្រុសរបស់យើងមកដល់តតឈើច្រត់របស់គេតាម៉ាងអូយអាចង្រៃយកឯងធ្វើអីនឹងផ្លូវធំណាស់ឯងមិនចេះដើរគេទេអីឯងលួចប្រពន្ធរបស់គេធ្វើពុតជាមិនដឹងទៀតចាំតែមើលទៅយើងនឹងយកជីវិតរបស់ឯងមានអីត្រូវតួប្រុសរបស់យើងចន់ជើងឈឺរបស់គេបន្ថែមស្រែកដល់ណាគេអាកបន្តមកតួប្រុសក៏នាំតួស្រីរបស់យើងចេញពីមន្ទីរពេទ្យនឹងទៅចំណែកជើងយកនៅស្រែកបានទៀតថាតួស្រីរបស់យើងចាំតែមើលទៅពេលដែលតួប្រុសទទួលបានពីហ៊ុនហើយនឹងក្បត់នាងនឹងតាត់ក្បាប់បើនាងចោលជាមិនខាននោះទេចាំមើលទៅរីឯតួប្រុសរបស់យើងនេះវិញបានប្រាប់ទៅកាន់ប្រពន្ធរបស់គាត់ពីហ៊ុនបាននាងទាំងអស់ផ្ទៃនាងវិញហើយរួមទាំងខ្លួនប្រាណរបស់គាត់ទៀតអូយក្មេងតូចបើយើងក៏បោះត្រាទៅកាន់តួប្រុសរបស់យើងប៉ហើយប្រាប់ទៅកាន់គាត់ឲ្យនាំនាងទៅជួបលោកតារបស់គាត់ទៅពិតមែនណាបងមិនតាមបានប្រាប់ពីស្ថានភាពគ្រួសាររបស់បងនោះទេតួស្រីតែមិនអីនោះទេទោះបីជាគ្រួសាររបស់គាត់បែបណាក៏នាងសុខចិត្តទទួលដែរហើយតួប្រុសក៏បោះត្រាទៅកាន់តួស្រីរបស់យើងវិញតែមករួយធ្វើឲ្យអ្នក single មកចាស់ចំណានគេងាប់ទៀតហើយនៅពេលនេះតួប្រុសបាននាំតួស្រីរបស់យើងមកដល់ផ្ទះរបស់គាត់ហើយតួស្រីគ្រាន់តែឃើញផ្ទះរបស់តួប្រុសភ្លាមបើកភ្នែកឡើងធំតួស្រីក៏សួរទៅគាត់បានលក់ភាគហ៊ុនដែលនាងផ្ទះគាត់ទាំងអស់ហើយមែនទេអត់នោះទេនោះគឺជាអនុស្សាវរីយ៍របស់ពួកយើងទៅពីបងលក់មិននឹងកើតទៅតួស្រីថាត្រូវបើទោះបីជាលក់ភាគហ៊ុននោះទាំងអស់ក៏ដោយក៏មិនអាចទិញផ្ទះអ្វីដែលល្អបំផុតមួយនេះបានដែរហើយតួប្រុសក៏ប្រាប់នាងទៅនេះគឺជាផ្ទះរបស់គាត់អូយអ្នកបម្រើនៅទីនេះក៏គោរពសួស្ដីទៅកាន់អ្នកប្រុសតួស្រីបើភ្នែកឡើងធំនិយាយថាជាអ្នកប្រុសផងតួស្រីរបស់យើងនៅពេលនេះគេងគេបំរើនឹងចេញទៅទៀតតួប្រុសក៏ចាប់ប្រពន្ធរបស់គាត់ប្រាប់នឹងនិយាយថានាងថាទោះបីជាស្ថានភាពរបស់គាត់បែបណាក៏នាងទទួលយកដែរហើយប៉ុន្តែស្ថានភាពវាខុសគ្នាបើខ្ញុំប្រាប់លោកថាខ្ញុំជាកុមារស្ថិតដែរនោះលោកទទួលយកខ្ញុំដែរទេអូយតួប្រុសក៏ប្រាប់ទៅវិញថាប្រកាសជាអាចទទួលយកបានក្មេងទៅគិតថាមែនណាស់នាងក៏បានលាក់បាំងអត្តសញ្ញាណពិតបាននាងដែរហើយតួប្រុសក៏ចាប់ដៃប្រពន្ធរបស់គាត់នាំនាងចូលទៅខាងក្នុងតាម៉ាងកាត់មកកាន់លោកតានៅវិញក្មេងស្រីម្នាក់ដែលមានឈ្មោះថាឈិនបានចូលមករកគាត់នាងចូលមកសួរលោកតាថាតួប្រុសរបស់យើងបានរៀបការហើយមែនទេលោកតាថាតួប្រុសដើម្បីទៅគេពីមង្គលការរឿងអីក៏ហ៊ានធ្វើដែរយកការរៀបការខ្លាំងៗមកបោកប្រាស់គាត់មិនត្រឹមតែប៉ុណ្្នឹងនោះទេថែមទាំងធ្វើលិខិតអាពាហ៍ពិពាហ៍ខ្លាំងៗទៀតឈិនក៏ប្រាប់ទៅកាន់លោកតាទៅបើសិនជាតួប្រុសរបស់យើងមិនចូលចិត្តនោះទេនាងអាចរៀបការជាមួយនឹងតួប្រុសបានអត់អូយលោកតាក៏សួរទៅឯងស្ម័គ្រចិត្តមែនដែរទេនាងថានាងស្ម័គ្រចិត្តនាងស្រឡាញ់តួប្រុសរបស់យើងតាំងពីក្មេងមកម្ល៉េះ
ល្អណាស់ចាំមកយានមកវិញយើងនឹងឲ្យគេបង្កាត់ភ្លើងស្នេហ៍ហើយទោះប្រុសចូលមកដល់ប្រាប់ថាមិនចាំបាច់បង្កាត់នោះទេគេនាំចាប់ភាសាត្រឡប់មកផ្ទះហើយសួស្តីលោកតាខ្ញុំឈ្មោះថាសឹងយូនីងបំរុងនឹងអង្គុយទៅហើយលោកតាតែតុកភើមើលទៅខឹងដល់កណាត់អូយក្មេងតូចបីយើងភ័យលើភ្នែកសទៅហើយលោកតាថានាំមិត្តស្រីមកលេងផ្ទះមិនប្រាប់គាត់មុនចៅស្រីពេលដែលឯងមកមិនក៏មិនផ្ដល់ដំណឹងមកមុនអញ្ចឹងលោកតាមិនបានត្រៀមអីទុកឲ្យនោះទេតែមានតែរបស់បន្តិចបន្តួចលោកតាក៏បកគោលការដែលមានលុយ10លានឲ្យនាងទុកជាកាដូបន្តិចបន្តួចលោកតាខ្ញុំមិនអាចទទួលយកបាននោះទេមានណាទូប្រកឆក់យកពើប្រាប់ឲ្យប្រពន្ធរបស់គាត់នឹងយកវាទៅទូប្រកប្រាប់ទៅកាន់លោកតានាងមិនមែនជាមិត្តស្រីរបស់គេនោះទេគឺជាប្រពន្ធរបស់គេក៏បកគោលលិខិតអាពាហ៍ពិពាហ៍ដើម្បីលោកតាមើលលោកតាក៏សួរទៅនេះគឺជាចៅភាសារបស់គាត់បែបមែនណាទូប្រកនិយាយទៅមែនហើយលោកតាក៏និយាយថាល្អណាស់ក៏ប្រាប់ឲ្យគេយកបណ្ណាការលឿនមកបណ្ណាការដែលលោកតាត្រៀមឲ្យចៅភាសារបស់គាត់ពេជ្រច្រើនមហាសាលមែនទែនទូស្រីគិតថាបើទោះបីជានាងធ្លាប់ឃើញរបស់ល្អៗជាច្រើនក៏ដោយប៉ុន្តែនាងមិនដែលឃើញទស្សនវិជ្ជាលើខ្ជិះខ្ជាបែបនេះនោះទេតែគ្រួសាររបស់បងមានឋានៈខ្ពស់បែបណាដែរតែអូយឈិនក៏ប្រាប់តែថាបងប្រុសសៀរបស់នាងគឺជាមហាសេដ្ឋីទី1នៅក្រុងនេះអូយទោះស្រីបើយើងស្ដាប់លេងចាំភ្ញាក់ផ្អើលខ្លាំងមែនទែនគេថាអញ្ចឹងទូប្រគឺជាគូតដឹងរបស់នាងនឹងមែនទេតែមានរឿងអីទៅបញ្ជាទូប្រសុខចិត្តធ្វើជាអ្នកក្រអររយៈពេល4ឆ្នាំអញ្ចឹងបន្តមកលោកតាក៏ប្រាប់ទៅកាន់ទូស្រីអំណោយទាំងអស់នេះគ្រាន់តែជាការចាប់ផ្ដើមនោះទេបើសិនជាមានចៅទួទៀតគាត់នឹងផ្ដល់ពីហ៊ុន 10% ឲ្យទៅកាន់គេជាមិនខានទូប្រក៏ខ្សឹបប្រាប់ពីមានតម្លៃរាប់ពាន់លានឯណោះអូយទូស្រីបើយើងស្ដាប់លើបែបនឹងបើភ្នែកឡើងធំតាម៉ាងបន្តមកឈិននេះក៏ក្រោកឡើងប្រាប់ទៅកាន់ទូប្រជាមួយនឹងលោកតាអ្នកទាំងពីរកំភៃអីទូស្រីក៏មិនអាចទទួលយកបានភ្លាមនោះទេនេះគឺជាលើកទី1ដែលនាងមកផ្ទះតកោស៊ីអូយទូស្រីក៏កែតែបង្ហាញអរិយាប័ត្រធ្វើដូចជាខ្លួនឯងម្ចាស់ស្រីនៅផ្ទះនេះអញ្ចឹងហើយទូប្រក៏ប្រាប់ទៅកាន់នាងមិនចាំបាច់មកទីនេះញឹកញាប់ពេកនោះទេឈិនក៏និយាយទៅកាន់លោកតានាងគ្រាន់តែចង់ស្គាល់ពីបងស្រីថ្លៃតែប៉ុណ្ណោះហើយលោកតាក៏សួរទៅកាន់ទូស្រីតើនាងមិនចង់ដើរលេងនៅទីនេះទេបាទនាងមិនចង់ដើរលេងនោះទេឈិនចាប់ពីពេលនេះទៅមិនចាំបាច់មកទីនេះទៀតនោះទេបើសិនជាគ្មានការអនុញ្ញាតពីទូស្រីហើយទូស្រីនាងក៏ប្រាប់តែថានាងក៏ចង់ដើរលេងដែរដើម្បីឲ្យនាងមានឱកាសស្រូបយកខ្យល់បរិសុទ្ធពីទីនេះគ្រាន់តែទូស្រីទៅជាមួយនឹងឈិនទូប្រាប់អារម្មណ៍ដល់ហើយតែតាមក្រោយតាម៉ាងនៅពេលនេះទូស្រីក៏ប្រាប់ទៅកាន់ឈិនឲ្យនិយាយតាមត្រង់មកឈិនក៏និយាយទៅស្មានតែទូស្រីរបស់យើងបានចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយនឹងទូប្រុសហើយអាចធ្វើជាអ្នកស្រីបានហើយមែនទេតាមពិតតែនាងគឺជារបស់លេងសើចរបស់គាត់តែប៉ុណ្ណោះគាត់មិនជ្រើសរើសយកនាងនោះទេអូយទូស្រីក៏ប្រាប់ទៅវិញទៅប៉ុន្តែការពីយប់មិញទូប្រុសក៏បានភ្លក់នាងពេញមួយយប់ទៅហើយគាត់ដឹងច្បាស់ណាស់អីដែលកោប៉ាឬមួយក៏អត់របស់ដែលគាត់មិនកោប៉ាដូចជានាងនឹងឯងទូប្រុសស្ដាប់លឺអញ្ចឹងញញឹមបិទមាត់មិនចិត្តនោះទេឈិនថាទូស្រីគ្រាន់តែជាតួជំនួសស្នេហ៍គ្រាដំបងរបស់ទូប្រុសតែប៉ុណ្ណោះអូយក្មេងតូចបើយើងថានាងរីករាយណាស់ដែលបានធ្វើជាតួជំនួសរបស់គេនាងទទួលបានទ្រព្យសម្បត្តិឡើងច្រើនចំណែកនាងមែនទេអូយគេក្តៅដូចបាយពុះតាម៉ាងនាងថាមើលសភាពរបស់ទូស្រីពេលនេះមិនជឿថាទូស្រីមិនចាប់អារម្មណ៍ជាមួយនឹងទូប្រុសឡើយទូស្រីនាងក៏ភ្ញាក់ឲ្យទៅវិញទៅនាងមិនឃើញទេថាបងប្រុសស៊ីបាននាងឃ្លានយ៉ាងប៉ុណ្ណាបន្តមកឈិនក៏និយាយរឿងកាលពី4ឆ្នាំមុនដែលប៉ាម៉ាក់របស់ទូប្រុសបានស្លាប់នៅបរទេសមនុស្សស្រីដែលបានលួងលោមទូប្រុសក្រោយមកនាងក៏មានមិត្តប្រុសផ្សេងប៉ុន្តែទូប្រុសមានឆន្ទៈរឹងមាំណាស់រយៈពេល4ឆ្នាំមកនេះក៏មិនដែលខ្វល់ពីមនុស្សស្រីទៀតនោះឡើយស្នេហ៍គ្រាដំបងរបស់គាត់មានមិត្តប្រុសផ្សេងមែនទេឈិនក៏ប្រាប់ទៅថាមែនហើយនេះមិនត្រឹមតែមានមិត្តប្រុសផ្សេងទៀតនោះទេថែមទាំងពីការភ្នែកទៀតទូប្រុសបានរកគ្រូពេទ្យល្បីៗទូទាំងពិភពលោកដើម្បីព្យាបាលនាងមិនដឹងថានាងជាសះស្បើយឬនៅនោះទេទូស្រីក៏ថាមនុស្សស្រីពីការភ្នែកហើយក៏មានមិត្តប្រុសទៀតស្នេហ៍គ្រាដំបងរបស់គាត់មិនមែនជានាងទេមែនទេឈិនក៏ប្រាប់ឲ្យទូស្រីប្រាប់មកនាងត្រូវចំណាយប៉ុន្មានទើបឲ្យទូស្រីរបស់យើងចាក់ចេញអូយទូស្រីក៏ប្រាប់ទៅ$1000 លាននិងទូស្រីមិនបានរាប់បញ្ចូលនៅពេលដែលនាងមានកូនផងបើសិនជានាងបង្កើតកូនបានច្រើនភាគហ៊ុននឹងការឡើងដែរឬក៏អត់អូយលើកបែបនឹងនាងខឹងខ្លាំងមែនតែបំរុងនៅផ្ទះទៅកាន់ទូស្រីប៉ុន្តែទូប្រាប់បានស្រែនាងឈប់ភ្លាមមានណាទូស្រីរបស់យើងបានតែមកកំភ្លៀងមុនផាច់វាយគេប៉ុណ្ណឹងឲ្យទូស្រីនៅញែកញាក់ដាក់ទូប្រុសទៀតលោកប្តីមិញនេះប្អូនស្រីរបស់បងមានរោគចិត្តអូនគ្រាន់តែជួយឲ្យនាងដឹងខ្លួនឡើងវិញតែប៉ុណ្ណោះអូនពិតជាភ័យណាស់អូយទូប្រុសក៏សួរទៅកាន់ទូស្រីមិនបានជាមិនប្រាប់គាត់តាំងពីមុនមកពួកយើងបង្កើតក្មេងនៅយប់នេះតាម៉ាងទៅអូយទូស្រីស្ដាប់លេងចាំងឡើងហាតាម៉ាងបន្តមកទូប្រុសក៏ប្រាប់ឲ្យមនុស្សរបស់គាត់ចាប់ឈិនចេញទៅនៅពេលនេះទូប្រុសក៏ប្រាប់ទៅកាន់ទូស្រីគាត់ពិតជាមានមនុស្សស្រីម្នាក់ដែលគាត់លួចស្រឡាញ់ពិតមែនទូស្រីថាគឺជានាងមែនទេទូប្រុសប្រាប់ថាមែនហើយនាងក៏សុំទោសទៅកាន់គាត់ដែលនាងបានភ្លេចទូប្រុសប្រាប់ថាមិនចាំបាច់សុំទោសនោះទេអីគ្រប់យ៉ាងដែលនាងផ្ដល់ឲ្យគាត់នៅយប់នោះគាត់គឺចងចាំជានិច្ចទូប្រុសតែងតែរងចាំអាការមួយសមរម្យហើយគាត់ក៏បានខ្លាចទៅជាមិត្តភក្តិរបស់អិចនាងដើម្បីបានចូលក្បែរជីវិតរបស់នាងនៅតាមដានបណ្ដាញសង្គមរបស់នាងជារៀងរាល់ថ្ងៃហើយថ្ងៃមួយឱកាសក៏បានផ្ដល់មកឲ្យគាត់ពិតមែននៅថ្ងៃនោះចឹងយាបាននិយាយថាពិតជាគួរធុញមែនទូស្រីបានពិការភ្នែកហើយនៅតាមគេស្អិតទៀតគេចង់រត់ណាគេម្នាក់មកបន្លំខ្លួនធ្វើជាគេទូប្រុសក៏ប្រាប់ទៅចាំបាច់ជាគាត់ទៅអាចទេនៅពេលដែលទៅជួបជាមួយនឹងទូស្រីទូប្រុសបានដាក់ឧបករណ៍បដូរសំឡេងធ្វើបែបហ្នឹងទៅទូប្រុសអាចនៅក្បែរទូស្រីបានអូយក្មេងទៅបីយើងបានស្ដាប់រឿងនឹងគេជ្រួតជ្រាបគេអូយគេអោបគ្នាបែបហ្នឹងតែយើងគួរចំណានគេឬមួយក៏អត់ណាចំណានបណ្ដោយតើមានអីថាខាតឆ្អីបន្តមកទូស្រីក៏ប្រាប់ទៅកាន់ទូប្រុសនាងក៏ចង់នាំទូប្រុសទៅជួបប៉ាម៉ាក់របស់នាងដូចគ្នាហើយក៏ចង់ឲ្យទូប្រុសភ្ញាក់ផ្អើលផងដែរនៅពេលនេះប៉ាម៉ាក់របស់ទូស្រីក៏បានមកដល់ហើយនាងក៏ប្រាប់ទៅកាន់ពួកគាត់ចាំនាងឲ្យកូនប្រសារបស់ពួកគាត់ទៅទទួលចាស់
តួប្រងើបចេញទៅប៉ុន្តែមុខរបស់គាត់ទៅទាំងភ័យមិនទេតួស្រីឃើញប្តីបាននាងភ័យមិនចង់ទៅអញ្ចឹងក៏ប្រាប់ថាទៅនៅពេលដែលតួប្រចេញទៅបានលោកតាក៏និយាយទៅកាន់តួស្រីជាលើកទី1ដែលគាត់ឃើញចៅប្រាប់របស់គាត់ភ័យអញ្ចឹងគេប្រកាសជាស្រឡាញ់ពេញចិត្តមែនតែស្មានតែគេនឹងប្រើលែមិនសមរម្យតួស្រីក៏ថាលែដែលមិនសមរម្យគឺជាស្រីកំណាននឹងមែនទេបើគាត់ដឹងថាចៅប្រាប់របស់គាត់គឺជាគូតរឹងបាននាងមិនដឹងថាគាត់ទទួលយកបានឬមួយក៏អត់នោះទេហើយលោកតាក៏និយាយរឿងរបស់តួប្រដូចជាមនុស្សឈួតចង់សាកល្បងធ្វើជាមនុស្សដែលមើលមិនឃើញក្រោយពីសាកល្បងរួចហើយតួប្របាននិយាយថានាងច្បាស់ជាភ័យខ្លាចខ្លាំងហើយលោកតាក៏សូមឲ្យតួស្រីរស់នៅជាមួយនឹងគេល្អទៅរស់នៅសុខសាន្តនិងមានសុភមង្គលហើយតួស្រីក៏ប្រាប់ទៅកាន់គាត់កុំឲ្យបារម្ភអីនាងស្រឡាញ់តួប្រដោយចិត្តស្មោះល្អណាស់តាទុកចិត្តហើយគ្រាន់តែថាក្រុមគ្រួសាររបស់ឯងពួកគាត់នឹងពេញចិត្តគេដែរទេតួស្រីក៏ប្រាប់ទៅតាមពិតទៅលោកតាក៏ធ្លាប់ជួបជាមួយនឹងប៉ាម៉ាក់របស់នាងកាលពីមុនដែរតែកាន់មកកាន់ប៉ារបស់តួស្រីនៅវិញគាត់ពិតជាឆ្ងល់ខ្លាំងមែនទែនមិនបានជាកូនស្រីរបស់គាត់ឲ្យគាត់មកកាន់ផ្ទះគ្រួសារស៊ីទៅវិញនៅពេលដែលតួប្រុសឃើញអ្នកទាំងពីរក៏សួរទៅពួកគាត់មករកលោកតារបស់គេមែនទេលោកពូថាគាត់មកទីនេះគឺដើម្បីមករកកូនស្រីរបស់គាត់អ្នកនាងសង្ឃគឺនៅទីនេះហ៎លោកពូអ្នកខ្ញុំបានរៀបការរួចហើយខ្ញុំមិនអាចរៀបការជាមួយនឹងកូនស្រីអ្នកទាំងពីរបានទេលោកស្រីរបស់តកូស៊ីក៏មានតែប្រពន្ធរបស់ខ្ញុំម្នាក់តែប៉ុណ្ណោះអ្នកមីងប្រាប់ថាកំភៃអីណានៅមួយកូនស្រីរបស់គាត់មិនខ្វះបរិះតាមនោះទេហើយនាងក៏រៀបការរួចហើយដែរតួប្រុសក៏និយាយទៅវិញទៅបានចឹងល្អណាស់ប៉ុន្តែមិនបានជាមិនឃើញប៉ាម៉ាក់របស់យូនីអញ្ចឹងលោកកំពុងតែនិយាយពីអ្នកណាលោកកំពុងតែនិយាយពីកូនស្រីខ្ញុំមែនទេនៅពេលនេះឈិនបាននាំគ្រួសារជាមកបកក្រាតតួស្រីនាងថាតួស្រីបានរៀបការម្ដងរួចហើយតួស្រីក្រោកឡើងប្រាប់ឲ្យពួកគេឆាប់ចេញទៅហើយតួស្រីក៏ណែនាំឲ្យលោកតាស្គាល់ចឹងជាគឺជាសង្សារចាស់ដ៏ថោកទាបរបស់នាងហើយនោះគឺជាម៉ែរបស់គេដែលក៏តោមកមានចិត្តអាក្រក់ចំណែកឯនោះគឺជាមិត្តភក្តិរបស់នាងដែលបានក្បត់នាងដល់បោកចំហអូយលោកតាពិតជាអាណិតឯងណាស់ចឹងយកនិយាយថាបើទោះបីជាពួកគេបានធ្វើខុសពិតមែនប៉ុន្តែតួស្រីក៏បានរៀបការម្ដងរួចហើយនៅពិធីមង្គលការរបស់គេគឺនាងបានក្បត់គេទៀតក្បត់គេយកមិត្តភក្តិរបស់គេដល់បោកចំហពួកគេបានចោទសម្បត្តិពីពិភាការពីថ្ងៃមុនគេក៏បានខេងផងដែរលោកតាក៏សួរទៅកាន់តួស្រីទៅតែពួកគេនិយាយគឺជាការពិតដែរទេខ្ញុំពិតជាបានបដូរកូនកំឡោះក្នុងថ្ងៃមង្គលការមែនឈិនក៏ប្រាប់ទៅកាន់លោកតាឆាប់យកស្រីសម្រាប់ម្នាក់នេះចេញទៅជាងគេថានាងនោះទេដែលត្រូវចាក់ចេញនោះអូយគ្រាន់តែបានឃើញតួប្រុសរបស់យើងម្នាក់និយាយថាគឺវាហ្នឹងហើយបងប្រុសស៊ីខ្ញុំនឹងជួយបងលេតដាំងមុខមាត់ពិតរបស់នាងអូយគ្រប់គ្នាលេងចាំបើភ្នែកឡើងធំស៊ីយើងគឺជាអ្នកប្រុសស៊ីយ៉ាឈិនថាតួប្រុសរបស់យើងធ្វើជាអ្នកក្រអស់រយៈពេល4ឆ្នាំហើយគឺដើម្បីដណ្ដើមតួស្រីចេញពីជាងយាកនៅពេលនោះប៉ាម៉ាក់របស់តួស្រីក៏បានចូលមកផងដែរម៉ាក់របស់តួស្រីបានតែកភ្លៀនទៅកាន់យ៉ាឈិនផាច់តាម៉ាងអូយក្មេងតូចបើយើងគិតថាម៉ាក់បាននាងតែមកកភ្លៀននេះពិតជាខ្លាំងមែនទែនដាក់មួយទៀតទៅហើយដាក់មីងក៏វត្តមកកភ្លៀងទៀតផាច់តាម៉ាងអូយឡើងចង់ដាច់ផ្ងាតាម៉ាងហើយអញចំណែកប៉ារបស់តួស្រីក៏បានមកចាត់ការជាងយាកម៉ាក់របស់ជាងយាកជាមួយនឹងយ៉ាឈិនឃើញបែបនោះមិនស្រួលនោះទេអូយរត់តែមុនហើយអញចំណែកឈិនទូប្រុសរបស់យើងបានប្រាប់ទៅកាន់មនុស្សរបស់គាត់ចាប់ពីពេលនេះតទៅក៏ចង់ឲ្យគ្រួសាររបស់នាងបាត់មុខចេញពីក្រុងនេះបន្ទាប់ពីរឿងរ៉ាវត្រូវបានដោះស្រាយអស់តួប្រុសក៏លើកទឹកតែជូនប៉ាក្មេកមកទៅកាន់មុខរបស់តួប្រុសដូចជាភ័យដល់ហើយតួប្រុសក៏សម័យនឹកឃើញពីរឿងរ៉ាវដែលគាត់បាននិយាយមិនល្អកាលពីលើកមុនជាមួយនឹងលោកពូបន្ទាប់មកតួប្រុសក៏លើកទឹកតែជូនម៉ាក់ក្មេកវិញម្ដងហើយក៏បានសម័យផងដែររឿងដែលបាននិយាយបាញ់មិញថាមានតែប្រពន្ធរបស់គាត់នោះទេដែលអាចខ្លាចទៅជាអ្នកស្រីស៊ីអូយគ្រាន់តែអ្នកមីងហៅតួប្រុសរបស់យើងឡើងទន់ជើងតែម៉ាងបន្ទាប់មកចាស់ទុំក៏និយាយគ្នាយ៉ាងសប្បាយចិត្តរីករាយពួកគាត់សប្បាយចិត្តខ្លាំងមែនទែនក្តីបំណងប្រាថ្នារបស់ពួកគាត់នៅពេលនេះសម្រេចនៅយប់នេះតួប្រុសបានឆាប់មកកាន់តួស្រីរបស់យើងដែលធ្វើនាងឆ្ងល់ខ្លាំងមែនទែនក្រែងគាត់នៅទីនេះតែគាត់ចង់លេងល្បិចអីហ្នឹងអូយក្មេងតូចរបស់យើងក៏វយសលេងថានាងខ្លាចខ្លាំងណាស់ចង់ឲ្យតួប្រុសនៅក្បែរក្មេងតូចក៏ចាប់ផ្ដើមរាប់ថាក្រោយ3 2 1ខ្វាក់តាម៉ាងអូយលឿនដូចជារន្ទះចឹងនេះអីមកដល់អត់និយាយអីច្រើននោះទេចាប់គេបោះត្រាទៀតរួចធ្វើអ្នក single មកចាស់ចំណានគេងាប់ទៀតហើយតួស្រីនេះក៏នាំតួប្រុសរបស់យើងលេងបិទពួនទៀតរត់ចាស់រត់ឡើងគេចាប់បានតដែលតួស្រីក៏សួរទៅកាន់តួប្រុសលោកតាថាកាលពី1ឆ្នាំមុនគាត់ដែរជួបជើងដួលក៏កំពុងតែហាត់ដើរសាកល្បងធ្វើជាមនុស្សពិការភ្នែកមែនទេកាលពី1ឆ្នាំមុនតួប្រុសបានចង់ភ្នែកធ្វើជាមនុស្សពិការហើយទាំងបានដាក់បបប្រកាន់ដៃចដើទៀតលោកតាឃើញចៅប្រុសរបស់គាត់បែបហ្នឹងក៏ចូលមកសួរថាមានរឿងអីតួប្រុសនិយាយនោះទេក្រៅពីពាក្យថានាងប្រកាសជាឈឺណាស់ហើយហើយតួស្រីរបស់យើងខ្លាចជាងគេនៅពេលហ្នឹងគឺនាងខ្លាចបាត់បង់ជីវិតបាត់បង់ទំនាក់ទំនងសង្គមជាមួយនឹងមិត្តភ័ក្តិពេលដែលនាងងងឹតភ្នែកដំបងពួកគេមកហើយនឹងលងលោមនាងផងដែរប៉ុន្តែបន្តមកទៀតពួកគេក៏លេងមកនាងក៏អរគុណទៅកាន់តួប្រុសដែលគាត់មកលេងនាងនាំនាងទៅគ្រប់កន្លែងជួលនាងទៅញ៉ាំអាហារហើយនឹងចង់សក់នាងរាល់ពេលដែលព្យាបាលរួចរាល់ក៏តែងតែកាន់ដៃរបស់នាងនឹងផ្ដល់កម្លាំងចិត្តឲ្យអូនស៊ីយិនអូនពិតជាស្រឡាញ់បងណាស់អូយមិនពេលដែលបញ្ចប់ធ្វើឲ្យអ្នកមើលលើសជាតិស្ករទៀតហើយតួប្រុសក៏ប្រាប់ទៅនាងវិញគាត់ក៏ស្រឡាញ់នាងដូចគ្នាហើយរឿងរបស់យើងក៏សន្មតចាប់ដោយបរិបូរអរគុណប្រិយមិត្តទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃមកតាមដានរឿងមួយនេះតាំងពីដើមរហូតដល់ចប់ជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អនិងសំណាងល្អ